សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានលំហាត់ប្រាណចែកជូនដល់បងប្អូនតាក់ទងនឹងការហាត់សម្រក់យកខ្លាញ់ក្បាលពោះបែប CC ណាបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចូលចិត្តពាក់អាវខ្លីៗខោចចាបែប CC បងប្អូនហាត់ជាមួយនឹងលំហាត់ប្រាណនេះគឺថាដុតខ្លាញ់ក្បាលពោះបងប្អូនបានល្អខ្លាំងចាអញ្ចឹងសម្រាប់លំហាត់ប្រាណនេះគឺថាក្នុងមួយលំហាត់ប្រាណបងប្អូនហាត់ចំនួន30វិនាទីហើយបងប្អូនសម្រាប់5វិនាទីណាហើយលំហាត់ប្រាណទាំងនេះបងប្អូនកុំរំលងជាមួយនឹងលំហាត់ប្រាណនេះគឺថាល្អខ្លាំងមែនទែនសម្រាប់បងប្អូនដែលចង់បានក្បាលពោះបែប CC ក្បាលពោះស្វិតរៀបស្មើគ្មានខ្លាញ់ក្បាលពោះពេលយើងពាក់អាចថាចេញរៀងមើលទៅគឺថាអែមខ្លាំងមែនទែនចាឥឡូវតោះកុំឲ្យខាត់ពេលយូរបងប្អូនចូលទៅមើលហើយនឹងហាត់តាមលំហាត់ប្រាណនេះជាមួយខ្ញុំទាំងអស់គ្នាណាសម្រាប់លំហាត់ប្រាណទី1បងប្អូនគេមកលើកម្រាលចាហើយបោះដៃយើងឲ្យត្រង់បងប្អូនចាហើយយើងយកដៃយើងខាងឆ្វេងប៉ះចុងជើងខាងស្ដាំដៃយើងខាងស្ដាំប៉ះជាមួយចុងជើងខាងឆ្វេងណាបញ្ចប់ឡើង4 3 2 115អូខេចូលដល់លំហាត់ប្រាណទី2គឺយើងកេងនៅកម្រាលដូចគ្នាចាយើងដាក់ដៃយើងឲ្យរៀបជាមួយនឹងកម្រាលចាហើយជើងយើងគេគឺបោះឡើងបែបនេះណាតែយើងធ្វើចំនួន15វិនាទីដូចគ្នាយើងចាប់ផ្ដើម4 3 2 1ទៅវាដុតខ្លាញ់ក្បាលពោះយើងមកល្អសម្រាប់លំហាត់ប្រាណទី3បងប្អូនចាស្តៀងមិនដែរណាតែយើងបោះជើងយើងឲ្យត្រង់បែបនេះហើយយើងព្យាយាមងើបក្បាលយើងឡើងហើយយកជើងដៃយើងប៉ះជាមួយនឹងស្មងជើងយើងណាតោះយើងចាប់ផ្ដើម4 3 2 1 30វិនាទីដូចគ្នាបងប្អូនក្បាច់នេះផងដែរបងប្អូនដែលចង់បានក្បាលពោះគេហៅថា CC line បងប្អូនល្អខ្លាំងមែនតើគេថាដឹកខ្លាញ់ក្បាលពោះយើងខាងលើហើយខាងក្រោមទៀតគឺថាចេញ line បែបទៅ11 line F បងប្អូនចូលដល់លំហាត់ប្រាណទី4គឺយើងដេកដែរដូចគ្នាបងប្អូនតែយើងយកដៃយើងប្រក្បាលណាហើយយើងយកកែងដៃយើងខាងស្ដាំប៉ះជាមួយចុងជើងប៉ះជាមួយជង្គង់ឆ្វេងកែងដៃឆ្វេងប៉ះជាមួយជង្គង់ស្ដាំតោះចាប់ឡើង4 3 2 1អូខេក្បាច់ទាំងនេះគឺល្អខ្លាំងមែនតើសម្រាប់ក្បាលពោះហាត់ហើយគឺអត់ខកបំណងបងប្អូនដុតខ្លាញ់ក្បាលពោះបងប្អូនគ្មានឲ្យសល់តែម្ដងយើងចូលដល់លំហាត់ប្រាណទី5ចាយើងយកចាជង្គង់យើងបញ្ឈរបែបហ្នឹងតែហើយ
đai dương cro cho mùi nâng cả bá hai dương phía dương vô trong đai dương ba cho mùi cho con chuế trong đai chuế ba cho mùi cho con sẽ làm tại hình chụp đá 4 7 2 1 dương ngập coi dương lắng ok mặt pran ti mỗi cái dân cây mình cầm ra đôi khi chạy hai dân chớn bỏ làng lỡ hai dân tệ lẹ cho khomแต่đây đo cầm ra nèបងប្អូនតាហើយដៃយើងដាក់ទៀតនឹងកាមេរ៉ាអញ្ចឹង4 3 2 1 tìm tới cái dân cây nâng camera đôi khi chạy hai chân dớn chạy cứ bỏ mấy dân chặt về cho láng bỏ ổn ta quay vía 4 3 2 1 ยังโชว์ดอลลำหัดตีนบ่อยจ้ะคือเสียงเคลียร์โดยเคลียร์แต่ก็ลำหัดบนได้บางปอใจอยากบอกเชิงละไงครั้งจ้ะอันนั้นก็แบบนี้คือล้อครั้งมันเต้นจ้ะบางปอไปจุดดอทครั้งกับบางปมันล้อครั้งกำลังลองจะเหมือนกับแบบนี้ก็ดอทครั้งกับบางป the best แต่มาดองจ้ะบุญใบปีมวยโอเคบางปก็ได้กับบางปลองค่ะมันแต่กับแบบนี้ the best เจ้าได้ลำหัดตีนบ่นจ้ะบางปอนเอ้ยก้อยแบบนี้นะให้ยังบอกเชิงยังล้างดอกเชิงจริงยังเคยดับปรำร้องสองทางแต่บนใบปีหมวย ลำพัดติดดอบบางปอนเก่งแต่ให้ยังจะได้ตรอกับบ้าจะยังเลิกกับบ้ายังแรงนะจำนวนดอกปรำวินาทีเด็กจำนวนดอกปรำดองเด็กเนี่ยโอเค30 วินาทีนะป่ะ4 3 2 1ให้ออกจากเนี่ยสู้ๆนะ
កុំរំលងជាមួយក្បាច់នេះគេថាដុតខ្លាំងក្បាលពោះបងប្អូនបានល្អខ្លាំងតែម្ដងដល់លំហាត់ប្រាណទី11ចាយើងយកចុងជើងយើងប៉ះហើយយើងព្យាយាមលើកជង្គង់យើងឡើងហើយយើង hold បែបហ្នឹងចំនួនចា30វិនាទីតា4 3 2 1 ឥឡូវចូលដល់លំហាត់ប្រាណទី12ចាយើងដាក់ឲ្យខ្លួនយើងឲ្យត្រង់ជើងយើងដាក់លើគ្នាណាហើយយើងព្យាយាមលើកខ្លួនយើងឡើងហើយយើងតម្លាក់ចង្កេះយើងចុះលើកឡើងតម្លាក់ចុះណា4 3 2 1ចូលដល់មួយចំនួនទៀតលំហាត់ប្រាណទី13អូខេយើងធ្វើដូចគ្នា4 3 2 1តើបងប្អូនទាំងគ្នាឥឡូវយើងជួយបងប្អូនមួយក្បាច់ទៀតចាគឺជាលំហាត់ទី14លំហាត់ចុងក្រោយយើងធ្វើបែបហ្នឹងយើងដាក់ដៃឲ្យកែងជាមួយនឹងដងខ្លួនចាហើយយើងព្យាយាមបោះដៃឆ្វេងលើកជើងស្ដាំបោះដៃស្ដាំយើងលើកជើងឆ្វេងអូខេតោះចាប់ណា4 3 2 1អូខេបងប្អូនទាំងគ្នាលំហាត់ប្រាណរបស់យើងមកដល់ទីបញ្ចប់ហើយចាសង្ឃឹមថាបងប្អូនទាំងគ្នាហត់មកដល់ចំណុចចុងក្រោយជាមួយខ្ញុំទាំងអស់គ្នាណាហើយលំហាត់ប្រាណនេះគឺល្អខ្លាំងតែសម្រាប់បងប្អូនដែលចង់បានក្បាលពោះស្អាតស៊ីស៊ីចាហើយចង់ពាក់អាវបែបខ្លីៗអីបងប្អូនអាចហាត់ជាមួយនឹងក្បាច់នេះបានធានាថាដុតខ្លាញ់ក្បាលពោះបងប្អូនបានល្អខ្លាំងមែនតើ the best for you សម្រាប់បងប្អូនដែលមានចង្កេះធំចង្កេះក្រាស់ក្បាលពោះធំចាកុំរំលងជាមួយនឹងវីដេអូមួយនេះណាចាអូខេអញ្ចឹងសម្រាប់បងប្អូនគិតថាវីដេអូទាំងនេះមានប្រយោជន៍សម្រាប់បងប្អូនទាំងគ្នាកុំភ្លេចជួយចុច like subscribe ចំណែកវីដេអូរបស់ខ្ញុំអ្នកមើលណាអរគុណច្រើនបាយបាយ